ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិសាស្ត្រវីដេអូមួយនេះគឺខ្ញុំនឹងលើកមកជម្រាបជូនពុកម៉ែបងប្អូនអំពីការវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនតាក់ទងទៅលើការវាយប្រហារពីយោធាសៀមមកលើប្រទេសកម្ពុជាអ្វីដែលខ្ញុំលើកមកជម្រាបនេះគឺជាព័ត៌មានចុងក្រោយដែលបង្ហោះផ្សាយនៅព្រឹកថ្ងៃទី9ធ្នូឆ្នាំ2025ហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រកាសជាចង់ដឹងថាតើនៅពេលនេះស្ថានភាពវានឹងទៅជាយ៉ាងណាហើយអ្វីដែលខ្ញុំអាចជម្រាបដំបូងនោះគឺនៅពេលនេះយោធាសៀមបានពង្រីកតំបន់ដែលធ្វើការវាយប្រហារឲ្យកាន់តែធំពលគឺប្រសិនបើយើងគិតថ្ងៃទី7និងថ្ងៃទី8ធ្នូពួកគេបានធ្វើការវាយប្រហារនៅត្រង់តំបន់ខេត្តព្រះវិហារឧត្តរមានជ័យក៏ដូចជាខេត្តបន្ទាយមានជ័យក្រោយមកដល់ថ្ងៃទី9នេះគឺត្រូវបានពង្រីកទៅដល់ខេត្តពោធិ៍សាត់អញ្ចឹងខ្ញុំនឹងលើកយកនៅចំណុចសំខាន់3ដែលពុកម៉ែបងប្អូនត្រូវដឹងទាក់ទិនទៅនឹងព័ត៌មាននេះជាពិសេសគឺព័ត៌មានចុងក្រោយជាព័ត៌មានដែលពុកម៉ែបងប្អូនដាច់ខាតត្រូវតែដឹងតែម្ដងដំបូងគឺខ្ញុំសូមជម្រាបទាក់ទងទៅលើការបង្ហោះផ្សាយចេញពីក្រសួងការពារជាតិដែលទាក់ទងទៅលើការវាយប្រហារពីយោធាសៀមនៅតំបន់យុទ្ធភូមិភាគទី4អញ្ចឹងក្រសួងការពារជាតិបានលើកមកបង្ហោះផ្សាយថានៅម៉ោង4:45នាទីទៀបភ្លឺថ្ងៃទី9ធ្នូឆ្នាំ2025មកដល់ពេលនេះយោធាថៃគឺបានបើកការវាយប្រហារនៅតំបន់ភូមិសាស្ត្រយុទ្ធភូមិភាគទី4នៅក្នុងតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅតំបន់ដទៃទៀតផងដែររួមមានតាថៅប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នារវាលអេនទ្រីភ្នំខ្មោចគោក8ជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសិក្ខាគិរីស្វារៈនឹងបានបាញ់ផ្សែងពុលនៅតំបន់ប្រាសាទតាក្របីអញ្ចឹងនេះគឺជាតំបន់ទាំងអស់ដែលយោធាសៀមបានធ្វើការវាយប្រហារមកលើប្រទេសកម្ពុជានៅពេលនេះគឺសូមបញ្ជាក់ថាយោធារបស់ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងទីតាំងទាំងអស់គឺអត់បានបាត់បង់ទីតាំងណាមួយនោះទេអ្វីត្បិតតែមានការវាយប្រហារពីយោធាសៀមក៏ដោយប៉ុន្តែយើងអត់បញ្ហាទេការរបួសនិងស្លាប់គឺមានជាបន្តបន្ទាប់ប៉ុន្តែយើងអត់ដឹងចំនួនពិតប្រាកដនោះទេអ្វីដែលសំខាន់នោះគឺនៅព្រឹកនេះយោធាសៀមបានប្រើផ្សែងពុលបាញ់មកក្នុងតំបន់ប្រាសាទតាក្របីអញ្ចឹងនេះគឺជារឿងនៃការវិវត្តថ្មីអញ្ចឹងក្រៅពីដំណឹងទី1នេះគឺមានដំណឹងមួយទៀតផងដែរតេតងទៅលើតំបន់ភូមិសាស្ត្រភូមិយុទ្ធភូមិភាគទី5គឺនៅក្នុងតំបន់យុទ្ធភូមិភាគទី5ក្រសួងការពារជាតិក៏បានលើកមកបង្ហោះផ្សាយទាក់ទិនទៅនឹងរឿងនេះដែរដែលគេបានបង្ហោះផ្សាយថាយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហាររហូតអត់ដាច់ទេគឺបាញ់បន្តបន្ទាប់រយៈពេលមួយយប់ពេញតែម្ដងនៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធភូមិភាគទី5ហើយនៅវេលាម៉ោង12:59នាទីរំលងអាធ្រាត្រចូលថ្ងៃទី9ធ្នូឆ្នាំ2025យោធាសៀមបានធ្វើការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងនៅតំបន់ភូមិសាស្ត្រស្រុកថ្មដូនខេត្តបន្ទាយមានជ័យបានបណ្ដាលឲ្យមានជនស៊ីវិលដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ56បានបាត់បង់អាយុជីវិតចំនួន2នាក់ដោយសារតែគ្រាប់ផ្លោងរបស់យោធាសៀមអញ្ចឹងនេះគឺជាព័ត៌មានមួយដែលយើងបានឃើញការបង្ហោះផ្សាយជាវីដេអូច្រើនមែនទែនគឺប្រជាពលរដ្ឋយើងកំពុងតែធ្វើដំណើរក៏ចៃដន្យអីត្រូវគ្រាប់ផ្លោងរបស់យោធាសៀមអញ្ចឹងបានបណ្ដាលឲ្យជនស៊ីវិលនឹងបាត់បង់អាយុជីវិតរហូតដល់2នាក់អញ្ចឹងនេះគឺជារឿងសំខាន់មួយដែលពុកម៉ែបងប្អូនត្រូវតែប្រុងប្រយ័ត្នផងដែរនៅពេលនេះគឺដាច់ខាតប្រសិនបើយើងដឹងថាយើងកំពុងតែស្ថិតនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ទាក់ទងទៅលើបញ្ហានេះគឺយើងធ្វើយ៉ាងណាត្រូវតែជម្លៀសខ្លួនចេញឲ្យបានប្រញាប់ប្រញាល់មកកុំបណ្ដោយពេលវេលាឲ្យទុកនៅកាន់តែយូរអីយើងត្រូវគិតពីសុវត្ថិភាពរបស់យើងជាចម្បងកុំរងចាំរហូតដល់មានបញ្ហាទើបប្រញាប់ប្រញាល់ធ្វើការជម្លៀសចេញអញ្ចឹងយើងត្រូវតែធ្វើការការពារខ្លួនដែលធ្វើការជម្លៀសខ្លួនចេញឲ្យហើយទៅកុំរងចាំទៀតអីនេះគឺជាអ្វីដែលខ្ញុំចង់លើកទៅជម្រាបជូនពុកម៉ែបងប្អូនមិនមែនថាពុកម៉ែបងប្អូនមិនគិតទេតាមពិតគឺមានការគិតគូរច្រើនហើយក៏ប៉ុន្តែខ្ញុំសូមជម្រាបទៅដល់អ្នកខ្លះដែលនៅមិនទាន់ធ្វើការជម្លៀសខ្លួនចេញអញ្ចឹងនេះគឺជាព័ត៌មានទាំងពីរដែលក្រសួងការពារជាតិបានលើកមកបង្ហោះផ្សាយទាក់ទងទៅលើការវាយប្រហារពីយោធាសៀមនៅតំបន់ភូមិសាស្ត្រយុទ្ធភូមិភាគទី4និងភូមិសាស្ត្រយុទ្ធភូមិភាគទី5ហើយសម្រាប់ព័ត៌មានមួយទៀតដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដឹងជាដាច់ខាតនោះគឺទាក់ទងទៅលើការបង្ហោះទៅលើបណ្ដាញសង្គមរឿងនេះក៏ជារឿងដែលក្រសួងការពារជាតិបានលើកមកបង្ហោះផ្សាយហាមប្រជាពលរដ្ឋរបស់យើងដែរដែលនៅក្នុងនោះក្រសួងការពារជាតិបានសរសេរថាដើម្បីចូលរួមថែរក្សាសុវត្ថិភាពកងកម្លាំងរបស់យើងក៏ដូចជា
ការរក្សាការសម្ងាត់យោធាសូមបញ្ឈប់ការផ្សាយជាបន្ទាន់នៅរាល់ព័ត៌មានវីដេអូឬរូបភាពដែលបង្ហាញអំពីសកម្មភាពប្រតិបត្តិការយោធាផែនទីការបង្ហាញអំពីការចាក់ឡាត់ឬការពង្រាយកងទ័ពទីតាំងឈរជើងលេនដ្ឋានជំរំជម្រកការចាក់ឡាត់សភាវុធផ្លូវផ្គត់ផ្គង់សម្ភារៈបរិក្ខារឬស្បៀងអាហារដល់កងទ័ពតាមបណ្ដាញសង្គមនានាមិនថាជា Facebook TikTok YouTube ឬប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនោះទេគឺហាមផ្ដាច់ជាដាច់ខាតតែម្ដងអញ្ចឹងនេះគឺជារឿងសំខាន់មួយខ្ញុំជឿជាក់ថាមានពុកម៉ែបងប្អូនយើងដឹងច្រើនហើយក៏ប៉ុន្តែសូមបញ្ជាក់បន្ថែមម្ដងទៀតពីព្រោះតែមានអ្នកខ្លះដោយសារតែគាត់ចង់ឲ្យ Facebook គាត់ល្បី YouTube គាត់ល្បីឬក៏ TikTok គាត់ល្បីពេលខ្លះគាត់បានយករឿងនេះទៅបង្ហោះដើម្បីឲ្យមានអ្នកមើលច្រើនចុច like ច្រើននិង share ច្រើនអញ្ចឹងការដែលយើងធ្វើទង្វើទាំងអស់នេះដែលជាអ្វីដែលត្រូវបានគេហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ទៅដល់កងកម្លាំងរបស់យើងវាគឺជាទង្វើមួយដែលហាក់ដូចជាយើងនឹងបំផ្លាញទៅលើប្រទេសយើងអញ្ចឹងចំពោះអ្នកដែលកំពុងតែចង់បាន like ចង់បាន share ចង់បានអ្នកមើលវីដេអូយើងច្រើនសូមបញ្ឈប់ប្រសិនបើដឹងថាយើងកំពុងតែធ្វើខុសហើយនៅពេលនេះគឺពួកយើងមានតែការរួបរวมគ្នាទេទើបឲ្យយើងអាចទប់ទល់ជាមួយនឹងការវាយប្រហារពីយោធាសៀមបានអញ្ចឹងនេះគឺជាព័ត៌មានទាំង3ដែលខ្ញុំលើកមកជម្រាបជូនពុកម៉ែបងប្អូនពីការវិវត្តថ្មីតាក់ទងទៅលើការវាយប្រហារពីយោធាសៀមមកលើប្រទេសកម្ពុជានៅព្រឹកថ្ងៃទី9ធ្នូឆ្នាំ2025អ្វីដែលយើងអាចកំណត់បាននោះគឺនៅពេលនេះគឺយោធាសៀមបានពង្រីកតំបន់នៃការវាយប្រហារកាន់តែធំហើយគឺបានពង្រីកទៅដល់ខេត្តពោធិ៍សាត់ហើយយើងអត់ដឹងថាតើវានឹងកាន់តែរីកដល់ត្រឹមណានោះទេហើយជាពិសេសអ្វីដែលសំខាន់នោះគឺពេលនេះយោធាសៀមបានប្រើផ្សែងពុលបាញ់ចូលទៅក្នុងប្រាសាទតាក្របីហើយខ្ញុំជឿជាក់ថាតំបន់ផ្សេងទៀតពួកគេក៏អាចប្រើប្រាស់នៅអាវុធប្រភេទនេះផងដែរអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងជាចុងក្រោយគឺយើងមានតែបួងសួងទេយើងបួងសួងសូមឲ្យប្រទេសកម្ពុជាយើងអាចទប់ទល់ជាមួយនឹងការវាយប្រហារពីយោធាសៀមបានសូមបុព្វបុរសដែលមានអំណាចដែលអាចជួយគ្រប់គ្រងបានជួយទៅលើកងទ័ពរបស់យើងជួយប្រទេសយើងឲ្យរួចផុតពីគ្រោះអាសន្ននេះផងហើយយើងក៏សូមបួងសួងឲ្យ